សួស្តីអ្នកនរគ្នាស្វាគមន៍ចូលមកកាន់ Channel Daily ក្នុងថ្ងៃនេះខ្ញុំមាន podcast មួយទៀតហើយដើម្បីបង្កើនថាមពលផ្លូវចិត្តអ្នកទាំងអស់គ្នាបងប្អូនដែលគាត់មកធ្វើការអស់កម្លាំងហើយអត់ដឹងថាគួរធ្វើអីដើម្បីខ្លួនឯងមានថាមពលអាចស្ដាប់ podcast នេះបានព្រោះដោយសារខ្ញុំចែករំលែកទៅលើបទពិសោធន៍របស់ខ្ញុំដែលធ្វើឲ្យខ្ញុំសប្បាយចិត្តក្នុងមួយថ្ងៃហើយនៅពេលដែលខ្ញុំធ្វើរឿងហ្នឹងគឺអារម្មណ៍របស់ខ្ញុំគឺអែមមែនតែនតែម្ដងអញ្ចឹងវិធីសាស្ត្រដែលខ្ញុំចែករំលែកជារៀងរាល់ថ្ងៃពាក់ព័ន្ធមួយកន្លឹះដែលធ្វើឲ្យខ្ញុំសប្បាយចិត្តហ្នឹងមិនមែនមានន័យថាវាត្រូវទាំងអស់ឬក៏ត្រូវសម្រាប់គ្រប់គ្នាទេប៉ុន្តែអ្នកនរគ្នាអាចយកវាទៅអនុវត្តឬក៏អាចយកវាទៅសាក់ធ្វើសម្រាប់ខ្លួនឯងបានថាត្រូវឬក៏មិនត្រូវហើយពួកយើងតែងតែរកវិធីសាស្ត្រថ្មីព្រោះដោយសារតែថាមពលផ្លូវចិត្តវាតែងតែឡើងចុះចឹងហើយយើងមិនប្រកាសថាថ្ងៃហ្នឹងប្រើវិធីសាស្ត្រហ្នឹងស្អែកប្រើវិធីសាស្ត្រហ្នឹងវាធ្វើឲ្យយើងសប្បាយចិត្តទេព្រោះដោយសារអារម្មណ៍របស់យើងវាប្រែប្រួលវិធីសាស្ត្រក៏ត្រូវតែប្រែប្រួលដែរដូចខ្ញុំអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំមានរឿងថ្មីដែរតែងតែបង្កើនឲ្យថាមពលរបស់ខ្ញុំកើនឡើងជាប្រចាំអញ្ចឹងហើយនៅក្នុងថ្ងៃនេះរឿងដែលខ្ញុំចង់ចែករំលែកនោះគឺខ្ញុំបានលើកទឹកចិត្តក្រុមការងារឲ្យពួកគាត់ខិតខំប្រឹងប្រែងតស៊ូក្នុងការងារហើយអភិវឌ្ឍខ្លួនហើយនៅពេលដែលខ្ញុំចែករំលែកហើយខ្ញុំសប្បាយចិត្តមែនតើខ្ញុំអត់ដឹងថាគាត់ទទួលយកបានប្រមាណឬក៏តិចឬក៏ច្រើនទេប៉ុន្តែនៅពេលដែលខ្ញុំចែករំលែកហើយខ្ញុំមានអារម្មណ៍ថាខ្ញុំសប្បាយចិត្តអញ្ចឹងហើយនៅពេលដែលយើងបាននិយាយមួយគាត់លើកទឹកចិត្តគាត់សរសើរគាត់ឃើញគាត់សប្បាយចិត្តខ្ញុំក៏សប្បាយចិត្តដែរហើយទាំងអស់នេះមិនមែនធ្វើឡើងក្នុងរូបភាពមួយចង់គាត់សប្បាយចិត្តទេប៉ុន្តែក្នុងរូបភាពមួយចង់ចែករំលែកអ្វីដែលយើងធ្លាប់តស៊ូអ្វីដែលយើងធ្លាប់អភិវឌ្ឍខ្លួនហើយយើងក៏ផ្ដល់យោបល់ហ្នឹងតែកាន់គាត់ហើយនៅពេលដែលពួកគាត់ស្ដាប់ហើយពួកគាត់សប្បាយចិត្តពួកគាត់ចង់អភិវឌ្ឍខ្លួនអាហ្នឹងខ្ញុំសប្បាយចិត្តមែនតើហើយជាពិសេសការលើកទឹកចិត្តពួកគាត់អញ្ចឹងលើកទឹកចិត្តជាធម្មតាមនុស្សម្នាក់តែងតែអស់ថាមពលផ្លូវចិត្តអញ្ចឹងនៅពេលដែលទទួលបានការលើកចិត្តពីអ្នកដទៃគឺគាត់នឹងមានអារម្មណ៍ថាសប្បាយចិត្តហើយនៅពេលដែលខ្ញុំលើកទឹកចិត្តគេហ្នឹងខ្ញុំខ្លួនឯងដែលកំពុងតែលើកចិត្តហ្នឹងខ្ញុំក៏សប្បាយចិត្តដែរព្រោះដោយសារតែថាមពលផ្លូវចិត្តហ្នឹងពេលដែលយើងផ្ដល់ឲ្យគេមិនមែនថាផ្ដល់បានតែគេទេគឺផ្ដល់សម្រាប់ខ្លួនឯងដែរអញ្ចឹងវិធីសាស្ត្រដែលខ្ញុំចង់ចែករំលែកនៅក្នុង podcast នេះគឺចង់ឲ្យអ្នកនរគ្នាមានទម្លាប់មួយគឺលើកទឹកចិត្តអ្នកដទៃជំរុញអ្នកដទៃខំប្រឹងធ្វើការជំរុញអ្នកដទៃឲ្យតស៊ូជំរុញអ្នកដទៃឲ្យអភិវឌ្ឍខ្លួនពេលហ្នឹងអ្នកនរគ្នានឹងមានអារម្មណ៍ថាខ្លួនឯងមានតម្លៃហើយអ្វីដែលសំខាន់អ្នកនរគ្នានឹងចាប់ផ្ដើមមានថាមពលផ្លូវចិត្តសម្រាប់ខ្លួនឯងពេលខ្លះយើងអត់មានអ្នកលើកទឹកចិត្តទេហើយយើងនៅតែអង្គុយស្វែងរកថាពេលណាមានគេមកលើកទឹកចិត្តខ្ញុំពេលណាបានគេមកជំរុញខ្ញុំសួរថានៅពេលដែលយើងរងចាំអញ្ចឹងយើងសប្បាយចិត្តអត់បើករណីគេអត់មកធ្វើយើងនឹងអត់សប្បាយចិត្តអញ្ចឹងមានថាយើងត្រូវតែចេះស្វែងរកវិធីសាស្ត្រធ្វើឲ្យខ្លួនឯងមានថាមពលចិត្តដោយខ្លួនឯងមានថាមពលផ្លូវចិត្តដោយខ្លួនឯងតាមរយៈការទៅលើកចិត្តអ្នកដទៃជំរុញអ្នកដទៃតស៊ូអញ្ចឹងពេលនឹងហើយយើងនឹងចាប់ផ្ដើមមានថាមពលវិធីសាស្ត្រនេះខ្ញុំបានអនុវត្តហើយខ្ញុំសប្បាយចិត្តចឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នាយកវិធីសាស្ត្រនេះទៅអនុវត្តអ្នកនរគ្នាសប្បាយចិត្តដូចខ្ញុំដែរហើយវាមិនមែនជាមេរៀនដែលវាមានតម្លៃឬក៏អីទេវាគ្រាន់តែជាការចែករំលែកបទពិសោធន៍របស់ខ្ញុំដែលខ្ញុំធ្វើទៅខ្ញុំសប្បាយចិត្តនៅក្នុងថ្ងៃហ្នឹងអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាមានទម្លាប់មួយគឺតែងតែលើកទឹកចិត្តអ្នកដទៃជំរុញអ្នកដទៃឲ្យគេតស៊ូឲ្យគេខំប្រឹងអភិវឌ្ឍខ្លួនពេលហ្នឹងហើយអ្នកនរគ្នានឹងមានថាមពលផ្លូវចិត្តដោយឯងសង្ឃឹមថាអ្នកនរគ្នាស្ដាប់ podcast នេះហើយមានកន្លឹះហើយអាចធ្វើឲ្យខ្លួនឯងសប្បាយរីករាយនៅក្នុងថ្ងៃនេះអរគុណអ្នកនរគ្នាសម្រាប់ការស្ដាប់ podcast របស់ Channel Daily Bye bye